ពូទី2ពូអាចធ្វើតាមសន្យាបកគលទ្រព្យសម្បត្តិរបស់ប៉ាម៉ាក់ខ្ញុំឲ្យមកវិញបានហើយឬនៅច្បាស់ណាស់ពូគិតចង់ឯងយូរហើយពេលនេះក្មួយគឺបានរៀបការពូទុកចិត្តប្រគល់ឲ្យក្មួយអស់វិចិនចាំពូទៅយកឲ្យឯងណាលបងជូបងថ្លៃចំនួនលុយទាំងអស់គឺមានតែ 1/3 នៃមរតកគ្រួសារសុងប៉ុណ្ណោះលោកជាងចង់ឬមិនចង់ត្រូវតែអស់ខ្លះហើយប្រហែលឆ្នាំនេះខ្ញុំមានបន្ទុកចិញ្ចឹមជានិញម្នាក់ទៀតហើយនាងគឺញ៉ាំច្រើនណាស់ដូច្នេះខ្ញុំគ្មានលទ្ធភាពទេទើបត្រូវដកចំណាយបន្តិចបន្តួចទៅណាលុយគឺជារឿងមួយប៉ុន្តែមិនក៏របស់មួយទៀតត្រូវបានបាត់ដែរនេះពូយកទៅលក់យកលុយឲ្យមែនទេបើមកឯងស្លាប់អស់ហើយចាំឲ្យទុកវាធ្វើអីទៅមួយវិញទៀតឯងបានរៀបការជាមួយលោកជាងហើយទេចង់ទិញក៏បានមិនចាំបាច់ខ្វល់ពីរបស់សម្រាប់ទាំងអស់នោះទេលោកប្តីរបស់ខ្ញុំបាត់ទៅច្រើនណាស់វាត្រូវតែចឹងហើយទីបំផុតនាងក៏ព្រមពឹងប្តីម្នាក់នេះទីបំផុតនាងព្រមពឹងប្តីម្នាក់នេះហើយចាំទុកមានអ្វីត្រូវប្រាប់ប្តីកុំទ្រាំលំបាកតែម្នាក់ឯងទៀតកុំបារម្ភអីទុកឲ្យបងចាត់ការអូនត្រឡប់ទៅមុនទៅមិនស្មានថាគាត់ជួយខ្ញុំច្រើនបែបនេះជាពិសេសការសម្ដែងឈុតនេះពិតជាលុយខ្លាំងណាស់លោកជាងកុំជឿនៅអ្វីដែលនាងបាននិយាយអីមកឆ្នាំនេះខ្ញុំមិនបានធ្វើបាបក្មួយខ្ញុំទេមានតែចាត់ទុកនាងដូចជាកូនស្រីបង្កើតរបស់ខ្ញុំចឹងលោកជឿខ្ញុំទៅណាមុននេះប្រពន្ធខ្ញុំប្រាប់ថារបស់ប៉ាម៉ាក់នាងបាត់អស់ច្រើនណាស់ដូច្នេះបើខ្ញុំមិនធ្វើអីខ្លះនោះទេតើឲ្យខ្ញុំប្រាប់ប្រពន្ធខ្ញុំថាយ៉ាងម៉េចទៅលោកជាងលោកប៉ុន្តែក៏បារម្ភអីគ្រប់គ្នាធ្លាប់បានដឹងហើយថាខ្ញុំចែងជើគឺជាមនុស្សដែលមានចិត្តល្អបំផុតជាពិសេសចំពោះអ្នកដែលជាសាច់ញាតិប្រពន្ធរបស់ខ្ញុំបន្ធូរបន្ថយឲ្យខ្លះប៉ុន្មានឆ្នាំនេះលោកចិត្តអាក្រក់ដាក់ប្រពន្ធខ្ញុំប៉ុណ្ណាខ្ញុំនឹងឲ្យលោកសងប៉ុណ្ណឹងគិតយ៉ាងម៉េចដែរស្អីគេកន្លងមកខ្ញុំបានចិញ្ចឹមនាងបែបអត់ឃ្លានហើយឃុំនាងក្នុងបន្ទប់ងងឹតចាក់សោតែប៉ុណ្ណោះនឹងនេះមិនទេជាអ្វីដែលលោកប្រាប់ថាមិនដែលធ្វើបាបហើយចាត់ទុកនាងដូចជាកូនស្រីបង្កើនលោកជាងខ្ញុំជ្រុលជាខុសហើយលោកចង់ធ្វើអីដាក់ខ្ញុំក៏បានដែរតែសុំលោកលើកលែងឲ្យកូនស្រីរបស់ខ្ញុំតើបានដែរទេនាងនៅក្មេងណាស់ប្រសិនមកចាប់គុកអនាគតច្បាស់ជាចប់ហើយលោកចាត់ទុកប្រពន្ធខ្ញុំដូចជាកូនប៉ុន្តែនៅពេលដែលនាងសុំវតើលោកមានស្រាប់នាងដែរទេចាប់ខ្លួនពួកគេទៅលោកជាងអើយលោកជាងគ្រប់យ៉ាងគឺប៉ាខ្ញុំជាអ្នកធ្វើទាំងអស់ខ្ញុំមិនដឹងអីទេបើលោកព្រមដល់លែងខ្ញុំនឹងព្រមខ្លាយជារបស់លោកពេលនេះទៅលោកឲ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរឈប់ទៅខ្ញុំមិនស៊ីគម្រោងស្អុយនោះទេ